បាទជំរាបសួរនិងសួស្តីទាំងអស់គ្នាថ្ងៃនេះយើងចូលមកកាន់វីដេអូបន្តដែលយើងនិយាយទាក់ទងជាមួយនឹង input function អញ្ចឹងនៅក្នុងការប្រើប្រាស់ Stellar input function នេះគឺគេប្រើដើម្បីអីពីច្រើនគឺប្រើដើម្បីឲ្យ user គាត់អាចទៅ say អីនៅពេលដែលយើងចោទសួរបានទៅកាន់ user ទាំងទៅអញ្ចឹងមានន័យយើងអាច typing នៅក្នុង terminal នេះបានថាយើងអាចឲ្យប្រើបានអញ្ចឹងទៅនឹង user function គឺ for user can add អញ្ចឹងឲ្យ user គាត់អាចទៅ say អីគេផ្សេងបានអញ្ចឹងថាបើសិនជាខ្ញុំមានឧទាហរណ៍មួយខ្ញុំដាក់ថា message អញ្ចឹងក្នុង message ហ្នឹងគឺខ្ញុំដាក់ input តែពេលខ្ញុំដាក់ input ហើយ then គឺខ្ញុំដាក់ថា tell me something okay tell me something and I will repeat okay it back to you យើងទៅអញ្ចឹងនេះគឺជាការប្រើប្រាស់ Stellar user and then គឺខ្ញុំមាន message ហ្នឹងហើយគឺខ្ញុំត្រូវតែ print នេះគេ print message ហ្នឹងអញ្ចឹងបើសិនជាខ្ញុំ print message ហ្នឹងអូខេអញ្ចឹងពេលខ្ញុំ print message ហ្នឹងហើយគឺខ្ញុំអាច typing ឲ្យផ្សេងបាននៅក្នុង message មួយហ្នឹងឧទាហរណ៍បើសិនខ្ញុំយក run គឺវានឹង output នៅក្នុង terminal នេះអូខេអញ្ចឹង tell me something I will repeat you back អីហ្នឹងទៅអញ្ចឹងឧទាហរណ៍ខ្ញុំឆ្លើយអីក៏បានដែរវានឹង repeat អីដែលខ្ញុំឆ្លើយវិញដោយសារអីដោយសារយើងបានប្រើប្រាស់ input function គឺយើងអាចបានអញ្ចឹងឧទាហរណ៍ថាយើងប្រាប់យើង something វាអាច repeat អីយើងវិញអញ្ចឹងខ្ញុំនិយាយថា I understand okay understand about input function អូខេអញ្ចឹងវានឹង repeat ថា I understand about input function មកឲ្យខ្ញុំវិញអញ្ចឹងវានឹង repeat ឲ្យខ្ញុំវិញគឺ I understand about input function អូខេអញ្ចឹងនេះគឺជាឧទាហរណ៍ទូចមួយបន្តមកទៀតខ្ញុំចូលទៅកាន់ឧទាហរណ៍មួយទៀតគឺខ្ញុំដាក់ថា name អូខេបន្ទាប់ពី name គឺខ្ញុំប្រើទៅលើគេ input function អញ្ចឹងការប្រើលើ input function គឺយើងគ្រាន់តែប្រើ input មកយើងបើកមួយឆ្លងមកអូខេហើយយើងទៅ say ចូលមកខ្ញុំ say ថា enter your name អញ្ចឹងបន្តមកទៀតខ្ញុំចង់ print ហើយចង់ថាខ្ញុំ print ថាមកយើ print ថា name ដូចថាខ្ញុំឈ្មោះ name អញ្ចឹងខ្ញុំអាចយកវាមក run បានថាវាឲ្យខ្ញុំទៅ say ឈ្មោះរបស់ខ្ញុំអញ្ចឹងទៅអញ្ចឹងនេះគឺជា other example របស់ខ្ញុំអូខេអញ្ចឹងខ្ញុំយកទៅ run គឺចំណាក់ឈ្មោះខ្ញុំគឺ leader អញ្ចឹងវានឹងទៅ say ឈ្មោះខ្ញុំមកចូលគឺ leader នៅកន្លែងនេះបាទអញ្ចឹងបន្តមកទៀតយើងទៅចំណុចបន្តទៀតអូខេអញ្ចឹងខ្ញុំមានទៅលើតទៅជាមួយនឹង example មួយទៀតគឺខ្ញុំដាក់ថា writing clear prompt អញ្ចឹងឧទាហរណ៍ខ្ញុំមាន example ខ្ញុំដាក់ថា name ខ្ញុំដាក់ name ហើយខ្ញុំដាក់ថា input អូខេបន្ទាប់ពីខ្ញុំដាក់ input ខ្ញុំទៅ say ថា enter ខ្ញុំដាក់ថា please អូខេខ្ញុំដាក់ថា please enter your name អូខេតែខ្ញុំដាក់ថា please enter your name ហើយបន្ទាប់ទៀតខ្ញុំ print ខ្ញុំដាក់ថាខ្ញុំសូមចូលបន្ទាន់ទីខ្ញុំដាក់ hello អីគេ hello name អូខេអញ្ចឹងមានន័យថាខ្ញុំឲ្យគេ enter ឈ្មោះរបស់យើងហើយអានេះគឺខ្ញុំដាក់ថាបន្តមកទៀតខ្ញុំ print ថា hello name នេះគឺ hello please enter your name ខ្ញុំចង់មានន័យអញ្ចឹងណាបាទអញ្ចឹងបើសិនខ្ញុំ clear មកអត់ទៅគឺខ្ញុំយកវាមក run បាទគឺនឹងចេញថា please enter your name អូខេ please enter game ខ្ញុំដាក់ថា leader អូខេអញ្ចឹងបន្តមកទៀតគឺវានឹង hello name របស់យើងវានឹង load ឲ្យបាទអូខេបើសិនជាវាចេញចឹងដែរតែខ្ញុំ click F3 អញ្ចឹងខ្ញុំសុំ clear ម្ដងទៀតវានឹង hello ដែរតែ hello ឈ្មោះខ្ញុំបានដាក់ឲ្យណាបាទអូខេអញ្ចឹងបើសិនជាខ្ញុំយកមក run អូខេអញ្ចឹងបើខ្ញុំដាក់ឈ្មោះខ្ញុំដាក់ឈ្មោះ leader and then វាដាក់ថា hello leader មិនជឿដែរដោយសារយើងបានប្រើ F3 យើងប្រើនៅក្នុង leader យើងប្រើ F3 ហើយអញ្ចឹងយើងប្រើ F3 គឺវាចេញមកដែរវាដាក់ name ឲ្យយើងតែវាបាន output ឈ្មោះយើងបានទៅសេចូលទេអញ្ចឹងយើងត្រូវដាក់ F3 ដែរតែបន្តមកទៀតយើងចូលដល់ other example អញ្ចឹង other example ឧទាហរណ៍ខ្ញុំមានទៅលើ first name មួយខ្ញុំដាក់ first name អញ្ចឹងខ្ញុំ input ចូលគឺខ្ញុំដាក់ថា please អីគេ please enter your first name បាទ please enter your first name បន្ទាប់ពីខ្ញុំដាក់ថា please enter your first name ហើយខ្ញុំដាក់មួយទៀតគឺខ្ញុំដាក់ last name ខ្ញុំដាក់ថា input ដដែល and then ដាក់ please enter your last name អូខេបាទបន្ទាប់ពីខ្ញុំដាក់ first name ហើយនិង last name ហើយខ្ញុំដាក់មួយទៀតខ្ញុំដាក់ full name បាទ full name ខ្ញុំដាក់ input ដដែលដើម្បីឲ្យ user គាត់អាចយកមកដាក់ចូលបានអញ្ចឹងនៅក្នុង full name របស់ខ្ញុំគឺខ្ញុំ input មក and then គឺខ្ញុំប្រើ F3 បាទ F3 មកអូខេខ្ញុំដាក់ដោយសារខ្ញុំប្រើ F3 ខ្ញុំចង់បញ្ចូល first name និង last name ចូលគ្នាអញ្ចឹង how are you ចឹងនៅពេលដែលគាត់ទៅ say first name និង last name របស់គាត់ហើយគឺខ្ញុំនឹងឲ្យគាត់បញ្ចូលឈ្មោះរបស់គាត់ចូលក្នុងខ្ញុំអញ្ចឹងដាក់នេះជា first name បន្តមកទៀតនេះគឺជា last name អូខេអញ្ចឹងវានឹងបញ្ចូលមកឲ្យយើងនៅកន្លែង terminal របស់យើងនេះអូខេអញ្ចឹងខ្ញុំសុំ clear អូខេខ្ញុំដាក់ញ៉ាំសួរចោលឲ្យមើលទៅបាទស្រួលមើលអូខេអញ្ចឹងបើសិនជាខ្ញុំយកមក run អញ្ចឹងនៅពេលដែលខ្ញុំអាចបញ្ចូលបានគឺវានឹងសួរមកឲ្យអញ្ចឹងបើ first name របស់ខ្ញុំគឺសួរអញ្ចឹង last name របស់ខ្ញុំគឺ leader and then វានឹងសួរមកកាន់ខ្ញុំថា how are you leader អូខេអញ្ចឹងវានឹង output មកយើងវិញអូខេអញ្ចឹងយើងថាយើងដាក់ថា okay អូខេអញ្ចឹងវាចប់អស់តាមហ្នឹងហើយបាទអូខេអញ្ចឹងនៅក្នុងការអនុវត្តទៅលើ example នេះគឺសាមញ្ញទេស្រួលទេបាទតែនៅពេលដែលយើងចង់កុំឲ្យគេចូលនេះគឺ prefer string ផងបាទអូខេអញ្ចឹងតើតើជាមួយនឹងinput ទៅលើ value គឺមានប៉ុណ្នេះបន្តមកទៀតយើងបន្តចូលដល់ using integer to extend numerical input អញ្ចឹងខ្ញុំមាន h មួយគឺខ្ញុំដាក់ថា input នេះខ្ញុំដាក់ថា how old are you ហ្នឹងទៅអូខេដាក់ how old are you តែមកទៀតខ្ញុំ print age ហ្នឹង print age ខ្ញុំបានទៅស្អីណាអូខេបានខ្ញុំដាក់ទៅវានឹងចេញឲ្យចូលថាបើសិនខ្ញុំដាក់តែប៉ុណ្នេះទេ and then ខ្ញុំយកមក run ឧទាហរណ៍ខ្ញុំដាក់លេខប៉ុណ្ណាគឺប៉ុណ្ណឹងអូខេឧទាហរណ៍ខ្ញុំដាក់ថា18គឺវា18ឆ្នាំប៉ុណ្ណឹងវាសាមញ្ញទេហ្នឹងប៉ុន្តែខ្ញុំអត់ចង់តែប៉ុណ្្នឹងទេគឺខ្ញុំចង់ឲ្យ h ហ្នឹងគឺជាលេខគត់មួយ integer មួយអូខេបន្តមកទៀតគឺខ្ញុំ print ខ្ញុំឲ្យ h ហ្នឹងធំជាងឬស្មើ18អញ្ចឹង h ធំជាងឬស្មើ18ខ្ញុំចង់ print មកតាំងទៀតគឺខ្ញុំឲ្យ h ហ្នឹងគឺនៅពេលខ្ញុំដាក់គឺវាបុកថែម1រហូតណាអូខេអញ្ចឹងឧទាហរណ៍បើសិនខ្ញុំយកមក run ដែរខ្ញុំសុំ clear តិចចុះអូខេអញ្ចឹងខ្ញុំសុំយកមក clear ហើយខ្ញុំ run អូខេតាអញ្ចឹងឧទាហរណ៍បើសិនជាខ្ញុំដាក់អាយុ18អញ្ចឹងវានឹងឃើញថាវាពិតតែមក19តែសុខខ្ញុំអាចដាក់15 10អីបានអត់ឥឡូវយើងសារដល់អ្នកគ្នាថាបើសិនជាខ្ញុំដាក់អាយុផ្សេងវិញខ្ញុំដាក់អាយុក្រោម18វិញចុះថាបើខ្ញុំដាក់អាយុក្រោម18ខ្ញុំដាក់15វាចេញដែរតែវាចេញ false ហើយវាបូកថែមមួយយើងរហូតគឺ16អញ្ចឹងអត់បញ្ហាទេនេះវាដូចជាយើងដាក់ condition មួយណាហ្នឹងហើយយើងបានមើលក្នុងវីដេអូមុនច្រើនដែលខ្ញុំប្រាប់តាក់ទងជាមួយអាការៈទៅលើសញ្ញាធំជាងទូជាងស្មើហ្នឹងបាទ
បន្តមកទៀតគឺខ្ញុំចង់ចូលដល់តើទៅនឹង using integer to accept numerical input នឹងកណ្ដាលទេតែខ្ញុំមានឧទាហរណ៍ថ្មីមួយឧទាហរណ៍របស់ខ្ញុំគឺតើទៅជាមួយនឹងកម្ពស់ចឹងឧទាហរណ៍បើសិនខ្ញុំមានកម្ពស់កម្ពស់ខ្ញុំគឺខ្ញុំប្រើ input មក and then ខ្ញុំប្រើ how tall អូខេ are you អូខេបន្តមកទៀតខ្ញុំដាក់ថា in inch អូខេហើយខ្ញុំគិតនិយាយចឹងទៅបាទបញ្ហាទេអញ្ចឹងខ្ញុំប្រើ input ខ្ញុំអាចឲ្យ user គាត់ដាក់ input នឹងចូលបានអញ្ចឹងហើយស្មើនេះគឺខ្ញុំកំណត់ទៅលើថាវាជា integer ហើយអូខេបន្ទាប់ពីប៉ុណ្ណឹងគឺខ្ញុំចង់ប្រើលក្ខខណ្ឌ if else បញ្ចូលទៀតមានថាខ្ញុំចង់ឲ្យកម្ពស់នឹងចាប់ពីប្រមាណឡើងគឺវា print នៃគេអញ្ចឹងហ្នឹងហើយឧទាហរណ៍ខ្ញុំដាក់ថា if ហើយបើសិនជាកម្ពស់ហ្នឹងគឺវាធំជាងឬស្មើជាមួយនឹង48បាទគឺខ្ញុំដាក់ថាឲ្យវា print ថាខ្ញុំសុំslash មកyou បាទ you are tall enough you are tall enough to write បាទបន្ទាប់ពីបើសិនជាវាធំជាងឬស្មើ18ខ្ញុំឲ្យវា print ប៉ុណ្ណឹងប៉ុន្តែចុះបើសិនជាវាអត់ទេគឺខ្ញុំ L មកចុះបើសិនជាវាអត់ធំជាងឬស្មើជាមួយនឹង48ទេខ្ញុំឲ្យវា print ដែរ print slash មកyou បាទ you will be able to write when you are a little older អូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្នេះហើយគឺគេបានអូខេអញ្ចឹងតើបើសិនជាខ្ញុំសុំ clear មក and then ខ្ញុំយកមក run អូខេខ្ញុំយកមក run អូខេអញ្ចឹងឧទាហរណ៍ដាក់អាយុអញ្ចឹងថាបើខ្ញុំដាក់អាយុថា18វានឹងចេញ true ស្មើ19បន្តមកទៀតវាចូលដល់ឧទាហរណ៍ខ្ញុំបន្តទៀតហើយតើទៅជាមួយនឹងកម្ពស់ how tall are you ឧទាហរណ៍ក៏ជា ing អញ្ចឹងឧទាហរណ៍បើសិនជាខ្ញុំដាក់ថាវាពី48ទៅវានឹង print ថា you are tall enough to write ប៉ុន្តែបើសិនជាខ្ញុំដាក់តាម45ទេវានឹងចេញដែរតែវានឹងចេញថា you will be able to write when you are a little older អូខេអញ្ចឹងយើងអាចដាក់ loop ផ្សេងចូលទៅក្នុងការប្រើប្រាស់ទៅលើ input របស់យើងបានអញ្ចឹង input នោះគឺសំខាន់ណាស់គឺយើងអាចឲ្យ user គាត់អាច add គាត់អាច say អីបានហើយយើង output ទៅតាម loop ដែលយើងដាក់អូខេអញ្ចឹងតើទៅជាមួយក្នុងវីដេអូនេះគឺយើងមានប៉ុណ្្នឹងទេអរគុណច្រើន